កូនសោសម្ងាត់នៃច្បាប់ស្រូបទាញមនុស្សយើងម្នាក់មានអនុភាពនៅក្នុងការផ្លាស់ប្ដូរការគិតនិងអារម្មណ៍របស់ខ្លួនឯងបានគ្រប់ពេលពីព្រោះមានតែខ្លួនយើងតែម្នាក់ប៉ុណ្ណោះដែលដឹងថាខ្លួនឯងកំពុងគិតអ្វីនិងមានអារម្មណ៍បែបណាហើយបងប្អូនត្រូវចាំថាការគិតគឺជាហេតុអារម្មណ៍គឺជាផលអារម្មណ៍គឺជាគន្លឹះនៃការ order អារម្មណ៍បែបណាយើងនឹងស្រូបទាញរឿងបែបហ្នឹងចូលមកក្នុងជីវិតរបស់យើងសាកសម័យមើលបើសិនជាព្រឹកនេះភ្ញាក់ពីគេងមកយើងស្រាប់តែមានអារម្មណ៍អត់ល្អសោកសៅមួម៉ៅក្តៅក្រហាយគិតច្រើនខ្វល់ខ្វាយច្បាស់ណាស់ក្នុងមួយថ្ងៃនេះយើងនឹងមានតែរឿងដែលធ្វើឲ្យយើងមានអារម្មណ៍មួម៉ងនៅក្នុងចិត្តជាប់រហូតដូច្នេះអារម្មណ៍នៅពេលព្រឹកក្រោយភ្ញាក់ពីគេងគឺពិតជាសំខាន់ខ្លាំងបំផុតពីព្រោះវាគឺជាអ្នកកំណត់លទ្ធផលជីវិតពេញមួយថ្ងៃរបស់យើងតែម្ដងប្រសិនជាបងប្អូនចង់មានជីវិតដែលល្អប្រសើរជាងមុនប្រការសំខាន់បំផុតនោះគឺយើងត្រូវមានអារម្មណ៍ល្អៗជាមុនសិនពីព្រោះអារម្មណ៍ល្អៗគឺជាសារបញ្ជូនទៅកាន់លំហចក្រវាឡដើម្បីស្រូបទាញរឿងរ៉ាវល្អៗឬមួយក៏ហេតុការណ៍ដែលស្រដៀងគ្នាមានរលកព្រៃកង់ដូចគ្នាហ្នឹងឲ្យត្រឡប់មកកាន់ខ្លួនយើងវិញដូច្នេះតើធ្វើបែបណាដើម្បីឲ្យយើងអាចរក្សាអារម្មណ៍ល្អៗនោះបានការពិតទៅនៅពេលដែលយើងមានអារម្មណ៍អត់ល្អយើងអាចផ្លាស់ប្ដូរអារម្មណ៍មួយនោះបាននៅក្នុងពេលតែមួយប្រព្រឹត្តតែប៉ុណ្ណោះឲ្យតែយើងបានដឹងពីកូនសោសម្ងាត់នោះបងប្អូនធ្លាប់អត់ពេលមួយយើងស្រាប់តែមានអារម្មណ៍សោកសៅអត់សប្បាយចិត្តបាក់ទឹកចិត្តគិតច្រើនខ្វល់ខ្វាយអត់ដឹងថាខ្លួនឯងត្រូវធ្វើអីបន្តទៀតក៏ប៉ុន្តែស្រាប់តែយើងគិតទៅដល់នរណាម្នាក់ហេតុការណ៍អ្វីមួយឬមកក៏ទីកន្លែងណាមួយក៏ធ្វើឲ្យយើងមានអារម្មណ៍ធូរស្រាលនៅក្នុងចិត្តមានកម្លាំងចិត្តឡើងមកវិញស្រស់ស្រាយនៅក្នុងចិត្តឡើងមកវិញនោះហើយគឺជាកូនសោសម្ងាត់របស់យើងខ្ញុំក៏ធ្លាប់បាក់ទឹកចិត្តខ្លាំងលែងមានកម្លាំងចិត្តនៅក្នុងការចង់ធ្វើអីទាំងអស់នៅក្រៅពេលដែលម្ដាយរបស់ខ្ញុំស្លាប់ខ្ញុំមានវិបដិសារីហើយខ្ញុំតែងតែបន្ទោសខ្លួនឯងថាមកពីខ្ញុំមើលថែទាំគាត់មិនបានល្អទៅបណ្ដាលឲ្យគាត់មានបញ្ហាបែបហ្នឹងហើយពេលខ្លះខ្ញុំក៏លួចអង្គុយយំម្នាក់ឯងហើយគ្រប់ពេលដែលខ្ញុំអង្គុយយំម្នាក់ឯងខ្ញុំតែងតែមានកូនស្រីជាទីស្រឡាញ់ទាំងពីរឈរនៅក្បែរខ្ញុំជូតទឹកភ្នែកឲ្យខ្ញុំលើកទឹកចិត្តខ្ញុំហើយសួរខ្ញុំថាម៉ាក់កើតអីម៉ាក់ឈឺអីម៉ាក់កុំយំម៉ាក់យំអញ្ចឹងកូនអត់សប្បាយចិត្តទេគាត់យកទឹកមកឲ្យខ្ញុំញ៉ាំគាត់នាំខ្ញុំទៅគេងគាត់ស្ដាប់ពួយឲ្យខ្ញុំគាត់អោបខ្ញុំគាត់ថើបខ្ញុំគាត់កេងកោយដៃខ្ញុំគាត់លួងលោមខ្ញុំអារម្មណ៍បែបនេះពេលដែលខ្ញុំគិតត្រឡប់មកវិញតាមពិតសកម្មភាពទាំងអស់ហ្នឹងគួរតែជាអ្វីដែលខ្ញុំធ្វើចំពោះកូនខ្ញុំមិនមែនត្រូវឲ្យកូនខ្ញុំមកយកមកធ្វើលើខ្ញុំទេខ្ញុំមានអារម្មណ៍ថាខុសចំពោះពួកគាត់ខ្លាំងមែនទែនហើយពេលដែលគិតទៅដល់សកម្មភាពរបស់ពួកគាត់ខ្ញុំក៏ចាប់ផ្ដើមភ្ញាក់ខ្លួនក៏ចាប់ផ្ដើមទាញខ្លួនឯងត្រឡប់មកវិញគ្រប់ពេលដែលខ្ញុំគិតទៅដល់កូនស្រីជាទីស្រឡាញ់ទាំងពីររបស់ខ្ញុំខ្ញុំក៏ចាប់ផ្ដើមមានកម្លាំងចិត្តឡើងវិញខ្ញុំចាប់ផ្ដើមសួរខ្លួនឯងថាតើខ្ញុំរងថ្ងៃរស់នៅដើម្បីនរណាហើយខ្ញុំចង់ខ្លាយទៅជាអ្នកណាកូនស្រីទាំងពីរប្រៀបដូចជាថ្មសាកធម្មពលឲ្យខ្ញុំមានកម្លាំងតស៊ូឡើងវិញអញ្ចឹងកូនស្រីទាំងពីរហ្នឹងគឺជាកូនសោសម្ងាត់របស់ខ្ញុំនៅពេលដែលខ្ញុំមានអារម្មណ៍បាក់ទឹកចិត្តគាត់គឺជាកម្លាំងជំរុញទឹកចិត្តឲ្យខ្ញុំតស៊ូទៅមុខបន្តទៀតចុះសម្រាប់បងប្អូនទាំងអស់គ្នាវិញតើអ្វីជាកម្លាំងជំរុញចិត្តខ្លាំងបំផុតពេលខ្លះយើងអាចគិតទៅដល់ឪពុកម្ដាយរបស់យើងគិតទៅដល់កូនជាទីស្រឡាញ់របស់យើងគិតទៅដល់មនុស្សជាទីស្រឡាញ់របស់យើងគិតទៅដល់សត្វចិញ្ចឹមរបស់យើងឬមួយក៏យើងអាចស្ដាប់ចម្រៀងព្រោះដែលយើងចូលចិត្តស្រែកច្រៀងឲ្យខ្លាំងរាំឲ្យអស់ពីចិត្តអានសភៅរឿងកំ pl ែងឬមួយក៏មើលរឿងកំ pl ែងផ្សេងអញ្ចឹងទៅតែហាមផ្ដាច់កុំស្ដាប់បទកំសត់ឬមួយក៏មើលរឿងកំសត់ដែលទាញអារម្មណ៍របស់យើងឲ្យធ្លាក់កាន់តែខ្លាំងបន្ទាប់ពីរកឃើញកូនសោសម្ងាត់របស់ខ្លួនឯងហើយកុំភ្លេចកត់ត្រាវាទុកហើយដាក់ឲ្យជាប់ខ្លួនគ្រប់ពេលដែលយើងមានអារម្មណ៍មិនល្អយើងប្រញាប់យកវាមកចាក់ភ្លាមដើម្បីទាញឲ្យអារម្មណ៍យើងល្អឡើងមកវិញក្នុងពេលមួយប្រព្រឹត្តភ្នែក